សាច់ច្រាំមកកធុនពេញមួយថ្ងៃ10-20 គីឡូតពីវីដេអូមុនដែលខ្ញុំទៅផ្សារបឹងកេងកងទិញបេជើងថ្ងៃនេះខ្ញុំនាំអារម្មណ៍បងប្អូនទាំងអស់គ្នាមកញ៉ាំនំបញ្ចុកខួរក្តាមនំបញ្ចុកវៀតណាមនិងនំបញ្ចុកសោះបងស្រីច័ន្ទរាដែលគាត់លក់នៅក្នុងផ្សារបឹងកេងកងហើយកន្លែងគាត់ហ្នឹងខ្ញុំហ៊ាននិយាយថាគឺជាកន្លែងសម្រាប់ចិត្តរបស់សក់វែងសក់ខ្លីរបស់យើងដែលជួយចិត្តញ៉ាំនៅនំបញ្ចុកខួរក្តាមឬក៏នំបញ្ចុកសោះនំបញ្ចុកវៀតណាមហ្នឹងនេះខួរក្តាមប្រកបបងប្អូនទាំងអស់គ្នាអូឆ្ងាញ់ខ្លាំងមែនទែនហើយអាមូលដែលបើកក្បាលឲ្យបងប្អូនឃើញពីដំបូងហ្នឹងអានឹងមិនមែនខួរក្តាមទេបងប្អូនទាំងអស់គ្នានឹងគឺជាប្រភេទសាច់ច្រាំដែលគេដាក់សម្រាប់កន្លែងគាត់នឹងគឺដាច់ខ្លាំងមែនទែនបងប្អូនទាំងអស់គ្នាក្នុងមួយថ្ងៃគាត់លក់10-20 គីឡូគ្រាន់តែសាច់គ្រាន់តែខួរក្តាមសាច់ច្រាំខ្ញុំអត់រាប់ជាមួយនឹងប្រភេទសាច់ត្រីជាមួយនឹងប្រភេទប្រហិតត្រីទេគ្រាន់តែរាប់ខួរក្តាមហើយនឹងសាច់ច្រាំរបស់គាត់នឹងមួយថ្ងៃរាប់គីឡូបងប្អូនទាំងអស់គ្នាហើយកន្លែងគាត់មាននំបញ្ចុកសោះនំបញ្ចុកវៀតណាមនំបញ្ចុកទឹកកាពិឬក៏គេហៅថានំបញ្ចុកបន្លែនំបញ្ចុកអីហ្នឹងគឺមានគ្រប់មុខតែម្ដងអូយកន្លែងគាត់តំណងខ្លាំងមែនទែនបងប្អូនទាំងអស់គ្នាហើយនិយាយពីថាឆ្ងាញ់រសជាតិរបស់គាត់ហ្នឹងគឺពិបាកថ្លែងមែនទែនបើសម្រាប់អ្នកដែលចូលចិត្តនំបញ្ចុកខួរក្តាមនំបញ្ចុកវៀតណាមហ្នឹងគឺបងប្អូនទៅកន្លែងហ្នឹងគឺត្រូវអត់ខុសបំណងទេហើយក៏ធ្លាប់មានអ្នកថតបង្ហាញបងប្អូនទាំងអស់គ្នានៅផ្សារបឹងកេងកងផ្សារបឹងកេងកងគឺមានរបស់ញ៉ាំច្រើនមែនទែនវីដេអូក្រោយខ្ញុំនឹងបង្ហាញនៅរបស់ញ៉ាំនៅផ្សារបឹងកេងកងទាំងអស់តែម្ដងហើយខ្ញុំផ្ដោតសំខាន់ជាងគេគឺទៅលើនំគ្រក់តែល្បីនៅប្រចាំផ្សារបឹងកេងកងមួយថ្ងៃលក់សាច់អង្គអស់25-30 គីឡូអង្គនោះឥឡូវយើងវិលមកប្រធានបទយើងចូលមកនំបញ្ចុកសោះនំបញ្ចុកវៀតណាមបងស្រីច័ន្ទរាវិញនិយាយពីថាអូយបងប្អូនអើយមួយចានគឺស្លប់កប់ស្រីលីតែម្ដងពាក់ព័ន្ធទៅនឹងនំបញ្ចុកវៀតណាមនិងនំបញ្ចុកខួរក្តាមនំបញ្ចុកសោះហ្នឹងបងប្អូនទាំងអស់គ្នាគឺផ្ដោតសំខាន់ជាងគេទៅលើទឹកកាពិអានេះប្រភេទសាច់ត្រីប្រកបហើយបន្លែប្រកបមានច្រើនណាស់មានតយងចេកមានតកួនមានជីមានសណ្ដែកមានផ្សិតមានពោតបារាំងមានកញ្ឆែតមានស្លឹកកញ្ឆាយអូយមានច្រើនមែនតើបន្លែប្រកបជំរឿគឺគ្រប់មុខសម្រាប់បងប្អូនទាំងអស់គ្នាហើយនេះជាប្រភេទក្បាលត្រីបាទក្បាលត្រីហើយនឹងជើងមាន់ក៏មានសម្រាប់បងប្អូនទាំងអស់គ្នាដែលចង់អេតបន្ថែមអញ្ចឹងកំងក្បាលត្រីឬជើងមាន់ដែរអានេះគេគិតលុយបន្ថែមហើយនេះជាប្រភេទប្រហិតសាច់ត្រីរបស់គាត់និយាយទៅគឺកន្លែងគាត់មានសពមុខតែម្ដងពាក់ព័ន្ធទៅនឹងនំបញ្ចុកសោះនំបញ្ចុកវៀតណាមនឹងបងប្អូនទាំងអស់គ្នាបងស្រីច័ន្ទរានឹងគាត់លក់យូរហើយគាត់លក់ឆ្ងាញ់បាទនំបញ្ចុកគាត់ឆ្ងាញ់ខ្លាំងមែនទែនឥឡូវនេះសូមជំរាបទៅកាន់បងប្អូនបន្តិចពាក់ព័ន្ធនឹងនំបញ្ចុកវៀតណាមនំបញ្ចុកគូក្តាមនំបញ្ចុកសោះហ្នឹងគឺបើសិនយើងលាយគ្រឿងអត់ត្រូវគឺអត់ឆ្ងាញ់ទេហើយណាមួយទិញយកទៅផ្ទះរៀងអត់សូវឆ្ងាញ់ដូចញ៉ាំនៅកន្លែងប្រហែលទេមិនមែនថាមិនឆ្ងាញ់ទេឆ្ងាញ់គ្រាន់តែនៅកន្លែងយើងស្រួលលាយគ្រឿងបងប្អូនទាំងអស់គ្នាពេលដែលយើងលាយគ្រឿងត្រូវទៅវាធ្វើឲ្យអារសជាតិនឹងយើងចង់បានហ្នឹងគឺដិតគ្រឿងនេះខ្ញុំគឺចេញមកលាយគ្រឿងនេះខ្ញុំចូលចិត្តអាទឹកកាពិរបស់គាត់ហ្នឹងមែនតើទឹកកាពិហើយទឹកអំពិលទុំរបស់គាត់ហ្នឹងនិយាយពីថាលាយគ្នាដាក់ស្ករហើយនឹងដាក់ម្ទេសទឹកម្ទេសច្រាំហ្នឹងមកទៀតនិយាយពីថាស៊ីជំរឿគ្នាខ្លាំងមែនទែនបងប្អូនទាំងអស់គ្នាហើយសម្រាប់នំបញ្ចុកវៀតណាមនំបញ្ចុកសោះខួរក្តាមអីនេះគឺយើងលាយទឹកកាពិហ្នឹងធ្វើម៉េចឲ្យជូរអែមបងប្អូនទាំងអស់គ្នាពេលដែលលាយឲ្យបានជូរអែមហ្នឹងគឺវាស្មូតជាមួយនឹងអាសាច់ខួរក្តាមអាសាច់ច្រាំហើយនឹងជើងជ្រូកជើងអីហ្នឹងគឺអូយអែមខ្លាំងណាស់ហើយកន្លែងគាត់គឺខ្ញុំទៅដល់ល្ងាចឡើងហើយម៉ោង3-4ហើយគឺគាត់ថាចង់ស្បោយអីវ៉ាន់ហើយអូនអើយបើមកពីថ្ងៃពីព្រឹកវិញគឺអូច្រើនខ្លាំងមែនតើហើយនិយាយពីមនុស្សចេញចូលដោយសារបឹងគីកងបងប្អូនដឹងហើយរៀងទូចដែរកន្លែងលក់មួយអញ្ចឹងយើងត្រូវអង្គុយកៅអីជ័រហ្នឹងហើយញ៉ាំហើយត្រូវតែងើបហើយនេះអូយសាច់ច្រាំរបស់គាត់បងប្អូនអើយនិយាយពីថាមួយអាទឹកកាពិហ្នឹងគឺថាស៊ីចង្វាក់គ្នាខ្លាំងតែម្ដងហើយវីដេអូនេះគឺអត់មានបានទៅប្រម៉ូទទៅអីណាគេជួលអីទេបងប្អូនទាំងអស់គ្នាគឺដើរផ្សារបឹងកេងកងជាងថត3 clip បង្ហាញបងប្អូនទាំងអស់គ្នាមានវីដេអូទៅទិញបៃជើងវីដេអូញ៉ាំនំបញ្ចុកវៀតណាមនិងវីដេអូបង្ហាញនៅមុខម្ហូបនៅផ្សារបឹងកេងកងនេះច្រើនខ្លាំងនិយាយពីថានំបញ្ចុកគាត់បងប្អូនអើយនិយាយពីមិនឃើញមិនស្រក់ទឹកមាត់មិនបានណាទាំងឈាមទាំងសាច់ច្រាំទាំងប្រហិតទាំងអីហ្នឹងគឺជាតិសាហាវមែនហ្មងបាទជាតិខ្លាំងមែនតើខ្ញុំយល់អារម្មណ៍សម្រាប់បងឬក៏សុភាពនារីរបស់យើងដែលគាត់ចូលចិត្តញ៉ាំនៅប្រភេទនំបញ្ចុកខួរក្តាមហ្នឹងគឺអូយកិច្ចមិនបានទេទៅបឹងកេងកងទៅរកបងស្រីច័ន្ទរាហ្នឹងទៅខ្ញុំហ៊ាននិយាយថារសជាតិនំបញ្ចុកសោះនំបញ្ចុកខួរក្តាមនំបញ្ចុកវៀតណាមរបស់គាត់ហ្នឹងគឺឆ្ងាញ់ខ្លាំងមែនតើអញ្ចឹងដឹងហើយបងប្អូនសុភាពនារីរបស់យើងដែលគាត់ចូលចិត្តតែញ៉ាំប្រភេទអាហារសម្រន់បែបហ្នឹងគឺកន្លែងបងស្រីច័ន្ទរាហ្នឹងគឺខ្ញុំហ៊ាននិយាយថា the best សម្រាប់ខ្ញុំហ្មងហើយកន្លែងផ្សេងក៏ខ្ញុំធ្លាប់តែញ៉ាំឆ្ងាញ់ដែរតែកន្លែងគាត់មកបេនដែរបងប្អូនទាំងអស់គ្នានិយាយទៅមកបេនតែម្ដងសម្រាប់រសជាតិឥឡូវនេះយើងមកស្ដាប់នៅការលក់របស់បងស្រីហើយគាត់មានឈ្មោះអីគាត់លក់ចាប់ពីម៉ោងប៉ុន្មានដល់ម៉ោងប៉ុន្មានបងប្អូនចង់ទៅរោញ៉ាំយ៉ាងម៉េចមកស្ដាប់នៅយោបល់ក៏ដូចជាការសុភាពីខ្ញុំផ្ទាល់ទៅកាន់បងស្រីច័ន្ទរាព្រោះគាត់លក់ដាច់ខ្លាំងមែនទេបងប្អូនឃើញសកម្មភាពភ្ញៀវគឺច្រើនអានេះដោយសារភ្ញៀវខ្លះគាត់អត់ចង់ចូលកាមេរ៉ាទៅខ្ញុំក៏មិនហ៊ានថតមិនហ៊ានអីគាត់ចឹងបងប្អូនទាំងអស់គ្នា
ព្រោះថាពេលខ្លះយើងត្រូវតែរក្សាសិទ្ធឲ្យបងប្អូនរបស់យើងពេលជាប់រូបគាត់អីគាត់តបចង់នេះចឹងយើងត្រូវលុបចេញទៅយើងមិនដាក់អីចឹងឲ្យសំទោសដែរពេលខ្លះទៅថតទៅជាប់បងប្អូនទាំងអស់គ្នាហើយវីដេអូនេះអត់មានអីទេគ្រាន់តែចង់បង្ហាញបងប្អូនទាំងអស់គ្នានៅរបស់ញ៉ាំនៅផ្សារបឹងកេងកងអ្នកខ្លះបងប្អូនធ្លាប់ទៅបងប្អូនស្គាល់តែបងប្អូនមួយចំនួននៅតាមខេត្តនៅតាមស្រុកគាត់មិនដែលឡើងមកបំពេញគាត់អីចឹងគាត់បានឡើងមកផ្សារបឹងកេងកងគាត់អាចមើលបានហើយនេះគូក្តាមរបស់គាត់មកកធុនពេញចឹងបងប្អូនទាំងអស់គ្នានិយាយគូក្តាមរបស់គាត់គឺជាតិក្លិនក្តាមនឹងគឺឈ្ងុយមែនតែនតែម្ដងអូយឲ្យតែនឹកឃើញនំបញ្ចុកស្រស់ម្ដងខ្ញុំដូចសក់វែងសក់អីដូចសុភាពនារីចឹងនិយាយទៅញ៉ាំរបស់តាស្រីនឹងឯងខ្ញុំនឹងនេះអាថងរបស់គាត់ដាក់អាសាច់ច្រាំនឹងជាមួយជើងជ្រូកនឹងអូឆ្ងាញ់ខ្លាំងណាស់ចុះវីដេអូនេះដូចបង្ហាញបងប្អូនទាំងអស់គ្នាដែលមិនធ្លាប់បានមកបំពេញឬក៏បងប្អូននៅតាមបណ្ដាស្រុកស្រែចម្ការគាត់ឡើងមកម្ដងគាត់ចង់រករបស់ញ៉ាំគឺគាត់អាចមកកន្លែងបងស្រីបានព្រោះកន្លែងបងស្រីចន្ទរាហ្នឹងនិយាយទៅនៅក្នុងផ្សារបឹងកេងកងហ្នឹងពាក់ព័ន្ធទៅនឹងនំបញ្ចុកស្រស់នំបញ្ចុកវៀតណាមហ្នឹងគាត់គឺលក់ដាច់ខ្លាំងណាស់បងប្អូនទាំងអស់គ្នាបានឃើញហើយភ្ញៀវគាត់ចេញចូលមួយថ្ងៃនិយាយពីគាត់លុះអាគូក្តាមហ្នឹងដាក់ឲ្យភ្ញៀវអូយតឹងកធុនខ្ញុំទៅសើមែនគូក្តាមរបស់គាត់គឺឆ្ងាញ់ណាស់បងប្អូនមើលទៅតឹងកធុនជើងជ្រូកក៏មានបាទសាច់ច្រាំក៏មានឈាមក៏មានហើយសំខាន់អាទឹកសុសឬក៏គេហៅទឹកស៊ុបរបស់គាត់ហ្នឹងគឺឆ្ងាញ់ខ្លាំងតែម្ដងសួស្ដីឈ្មោះគេហ៎ឈ្មោះអុយចន្ទរាចន្ទរាអូយនំបញ្ចុកគូក្តាមនិយាយឆ្ងាញ់ខ្លាំងលក់ពីម៉ោងប៉ុន្មានដល់ម៉ោងប៉ុន្មាន7ព្រឹកដល់ម៉ោង5ល្ងាចបើគេមកសាបឹងកេងកងឈ្មោះតែអ៊ីចន្ទរាលក់នំបញ្ចុកសុបសោះគូក្តាមណោះអូអ៊ីចន្ទរាលេខទូរស័ព្ទលេខប៉ុន្មានដែរបើភ្ញៀវចង់បាទអូខេអីដាក់បងណាដាក់នំបញ្ចុកអូខេនិយាយទៅបងប្អូនកន្លែងគាត់គឺឆ្ងាញ់ខ្លាំងនំបញ្ចុកសនំបញ្ចុកវៀតណាមនំបញ្ចុកគួរក្តាមហ្នឹងគឺគាត់ឯងញៀវគឺណែនសាបឹងកងបងមនុស្សបងប្អូនតែកន្លែងគាត់គឺឆ្ងាញ់ខ្ញុំញ៉ាំជាប្រចាំតែម្ដងអូសាច់ជ្រាំឲ្យគួរក្តាមមួយថ្ងៃ10 20 គីឡូបងប្អូនអើយលក់ដាច់ខ្លាំងណាស់ចឹងមិនសមជាមួយនឹងឈ្មោះអ៊ីដារ៉ាសម្រាប់ពេលវេលាទីតាំងហើយនឹងម៉ោងលក់បងប្អូនដឹងហើយចាប់ពីម៉ោង7ព្រឹករហូតដល់ម៉ោង5ល្ងាចហើយលេខទូរស័ព្ទមាន Telegram មានអីហើយនេះប្រភេទជាសាច់ត្រីរបស់គាត់បងប្អូនទាំងអស់គ្នានំបញ្ចុកសាច់ត្រីក៏មានហើយនេះជាប្រភេទគួរក្តាមរបស់គាត់ទាំងកធុនបែបនេះគួរក្តាមគាត់គឺដាក់មកល្មួតមាត់និយាយពីចូលមាត់ធំក្លិនអាគួរក្តាមនោះប្រហើដាក់ជាមួយអាទឹកស៊ុបនំបញ្ចុកស្រស់នឹងខ្ញុំហ៊ាននិយាយថាសភាពនារីរបស់យើងឃើញវីដេអូនេះប្រកាសជាលេបទឹកមាត់នឹកឃើញអនុស្សាវរីយ៍ធ្លាប់ទៅផ្សារបឹងកេងកងដែលជាផ្សារទំនើប brand BKK បឹងកេងកងសម្បូររបស់ញ៉ាំនិងរបស់តជុះតែបើខ្ញុំវិញខ្ញុំចូលចិត្តណាស់តជុះញ៉ាំអីខ្ញុំអត់ខ្វល់ទេខ្វល់សំខាន់គឺឆ្ងាញ់អ្វីដែលខ្ញុំត្រូវការអ្វីដែលខ្ញុំចូលចិត្តមានលទ្ធភាពប៉ុណ្ណាធ្វើតាមនឹងបងប្អូនទាំងអស់គ្នាមិនមែនថាដល់តជុះហាង brand ផ្សារកាលីបបានយើងអាចញ៉ាំបានទេបងប្អូនមានលុយប៉ុណ្ណាមានលទ្ធភាពប៉ុណ្ណាទៅកន្លែងហ្នឹងញ៉ាំឆ្ងាញ់ជាអារម្មណ៍របស់យើងនេះអូយសាច់ជ្រាំរបស់គាត់បងប្អូនគ្រាន់តែឃើញហ្នឹងគឺថានិយាយត្រង់គ្រាន់តែហត់ទឹកស៊ុបមួយសាច់ជ្រាំគាត់ហ្នឹងក៏បាច់ញើសមកជោគហើយគឺអូយឆ្ងាញ់ខ្លាំងមែនទែនបងសម្រាប់កន្លែងគាត់ខ្ញុំហ៊ាននិយាយថាអូយឆ្ងាញ់ដោយសារតែខ្ញុំជាអ្នកដែលចូលចិត្តដើរញ៉ាំរបស់អាហារសម្រន់តាមផ្សារហើយនេះជុំវិញទស្សនវិជ្ជាផ្សារបឹងកេងកងជុំវិញតូបភីចន្ទរាហ្នឹងគឺមិនបាច់មើលទេភ្ញៀវគឺណែនពេញតែម្ដងដើរចេញដើរចូលច្រើនខ្លាំងមែនទែននោះមកកធុនធំយកទៅទៀតហើយបាច់សាច់ច្រាមបាញ់មិញនោះទៅមកកធុនហ្នឹងមិនក្រោមពី10 គីឡូជាងទេមួយថ្ងៃហ្នឹងគាត់លក់អស់ប្រហែលគីឡូទេហើយនេះស្រីតូចរបស់ខ្ញុំសុំកាន់របស់គេបន្តិចហិតតិចហិតធ្លាក់ទឹកមាត់ចូលរបស់គេហ្នឹងគេជេរឡើយនេះគ្រាន់តែកាន់បង្ហាញបងប្អូនទាំងអស់គ្នាបងអូនិយាយពីសាច់ច្រាមរបស់គាត់ទាំងកធុនបែបនេះបងប្អូនឃើញហើយគាត់លក់ដាច់ខ្លាំងមែនទែនអ៊ីចន្ទរានឹងលក់ដាច់ខ្លាំងមែនទែនហ្មងនំបញ្ចុកស្រស់នំបញ្ចុកវៀតណាមរបស់គាត់វីដេអូនេះដូចតែបានជំរាបជូនគ្មាន sponsor គ្មានទៅថតអីទេណាបានលុយទេដើរតែញ៉ាំផ្សារបឹងកេងកងថតបង្ហាញបងប្អូនទៅគេលោកបងដែលមកពីខេត្តអីអត់តបានស្គាល់របស់ញ៉ាំឆ្ងាញ់នៅផ្សារបឹងកេងកងបងប្អូនអាចទៅរកបានហើយជាពិសេសសក់វែងរបស់យើងនឹងគឺគាត់ចូលចិត្តញ៉ាំណាស់ប្រភេទនំបញ្ចុកខួរក្តាមនំបញ្ចុកស្រស់នំបញ្ចុកវៀតណាមអីហ្នឹងហើយការថតនេះមិនមែនចង់អួតផ្សព្វផ្សាយម្ហូបរបស់គេទេម្ហូបខ្មែរក៏ខ្ញុំថតបង្ហាញប្រាប់បងប្អូនច្រើនហើយគ្រាន់ថានឹងទឹកដីយើងមានអីថតបង្ហាញទៅបានតែញ៉ាំជុំគ្នាព្រោះថាកន្លែងឆ្ងាញ់ខ្ញុំតែងតែថតបង្ហាញបងប្អូនទាំងអស់គ្នាកុំឲ្យថាបងប្អូនមកខេត្តអីអត់ស្គាល់កន្លែងស្គាល់អីមើលវីដេអូរបស់ខ្ញុំទៅគឺអាចទៅញ៉ាំបានព្រោះកន្លែងដែលខ្ញុំធ្លាប់ញ៉ាំខ្ញុំគិតថាប្រហែលជាឆ្ងាញ់ច្រើនជាងមិនឆ្ងាញ់បានខ្ញុំថតបង្ហាញបងប្អូនទាំងអស់គ្នាគ្រប់ពេលវេលាបងប្អូនទាំងអស់គ្នាតែងតែខមមិនសរសើរលើកទឹកចិត្តនៅវីដេអូរបស់ VJ ដាដាម្នាក់នេះអរគុណសម្រាប់ក្តីស្រឡាញ់បងប្អូនទាំងអស់គ្នាអរគុណសម្រាប់ការ share អរគុណសម្រាប់ការ
comment មួយខ្ញុំបាទអរគុណមែនតើសម្រាប់បងប្អូនទាំងអស់គ្នាដែលឆ្លាញ់នៅវីដេអូខ្ញុំហើយយើងនឹងជួបគ្នានៅវីដេអូក្រោយជាមួយនឹងផ្សារបឹងគីងកងពាក់ព័ន្ធទៅនឹងនំគ្រក់ល្បីប្រចាំផ្សារបឹងគីងកងហើយបន្តមកទៀតយើងនឹងចាប់ផ្ដើមជួបគ្នាបន្តទៀតវីដេអូនៅសមុទ្រជាការសំណូមពរបងប្អូនទាំងអស់គ្នាបើសិនជាចង់ឃើញអ្វីនៅបាតសមុទ្រខ្លះអាចចូល comment នៅក្នុងវីដេអូនេះដើម្បីខ្ញុំថតបង្ហាញបងប្អូនទាំងអស់គ្នាអរគុណសម្រាប់ក្តីស្រឡាញ់បងប្អូនទាំងអស់គ្នាចំពោះ VJ ដាដាម្នាក់នេះយើងនឹងជួបគ្នានៅវីដេអូក្រោយបន្តទៀតអរគុណបងប្អូនទាំងអស់គ្នាជូនពរឲ្យសំណាងល្អជម្រាបលាបាយបាយពីនំបញ្ចុកស្រស់របស់អ៊ីចាន់តារាននៅផ្សារបឹងគីងកង